របៀបដឹកនាំមាន4របៀបអានេះគេរបៀបដឹកនាំដែលមានការឧបមាទី1ដឹកនាំរបៀបសត្វខ្លាមេដឹកនាំរបៀបសត្វខ្លាទី2របៀបដឹកនាំរបៀបសត្វមាន់ទី3របៀបដឹកនាំបែបសត្វអណ្ដើកនិងទី4របៀបដឹកនាំបែបសត្វជ្រូកចង់ដឹងទេហ្នឹងហើយរបៀបដឹកនាំបែបសត្វខ្លាគឺតែងតែធ្វើគេខ្លាចមាត់ធំនិយាយលឺភ្នែកកលួងសឡក់សឡឹងអ្នកជុំវិញកាន់ចានធ្លាក់ចានកាន់ឆ្នាំងធ្លាក់ឆ្នាំងអាហ្នឹងវាអាចល្អដែរតែមិនល្អខ្លាំងទេរបៀបដឹកនាំបែបសត្វខ្លានេះគេខ្លាចប៉ុន្តែនៅពីក្រោយអាចគេមិនសូវគោរពឃើញទេឧទាហរណ៍ថានៅមុខយើងអោនលំតូនណាដល់ពេលនៅក្រោយយើងកញ្ញចលោដាក់យើងអាហ្នឹងគឺរបៀបដឹកនាំបែបសត្វខ្លាគឺរបៀបនេះរបៀបដឹកនាំបែបសត្វមាន់កូនស្គាល់សត្វមាន់ណាមាន់ពេលព្រលឹមឡើងវាធ្វើម៉េចមេមាន់គេនាំកូនគេរកចំណីមែនទេពេលភ្លៀងមកពេលមានបញ្ហាអីគេសន្ទាំងស្លាប់ដើម្បីក្រុងការពារកូនគេការដឹកនាំរបៀបនេះគេហៅថាការដឹកនាំរបៀបសត្វមាន់ហ្នឹងហើយដឹកនាំដែលដឹងសុខទុក្ខកូនចៅការពារកូនចៅហើយគឺថាលើកតម្កើងផ្ដល់ការលើកទឹកដល់កូនចៅចិញ្ចឹមមើលថែកូនចៅយ៉ាងយកចិត្តទុកដាក់អាហ្នឹងគឺមហាល្អហ្មងដឹកនាំរបៀបនេះបើថ្នាក់ដឹកនាំឃុំគឺថាឲ្យតែប្រជាពលរដ្ឋក្នុងភូមិក្នុងឃុំរបស់ខ្លួនមានទុក្ខសោកមានបញ្ហាអីកើតឡើងគឺអាជ្ញាធរមានមេឃុំក្រុមប្រឹក្សាឃុំអីហ្នឹងមេភូមិហ្នឹងគឺចុះទៅព្រោះបញ្ហារបស់អ្នកស្រុកវាមិនមែននៅសាលាឃុំទេគឺនៅមូលដ្ឋានសាលាបញ្ហារបស់ស្រុកខេត្តអីក៏ចឹងដែរនៅមូលដ្ឋានទាំងអស់អញ្ចឹងពេលខ្លះអ្នកដឹកនាំខ្លះអត់ដែលបានទៅស្គាល់ប្រជារាស្ត្រផងមិនដឹងប្រជារាស្ត្រមានអីអត់ដឹងផងហ្នឹងហើយដល់ពេលចិត្តបោះឆ្នោតបានឃើញមុខអាហ្នឹងក៏មិនល្អដែរអញ្ចឹងគឺថាទៅតែរួមសុខរួមទុក្ខរបៀបដឹកនាំដោយសត្វមាន់អញ្ចឹងតើនេះកូនតើនេះហ្នឹងយើងឃើញពីរចំណុចទី3ដឹកនាំរបៀបដោយសត្វអណ្ដើកសត្វអណ្ដើកពេលដែលពងហើយសត្វអណ្ដើកវាអត់ដែលនៅជាមួយពងរបស់វាទេពងចោលអញ្ចឹងអញ្ចឹងមនុស្សយើងថ្នាក់ដឹកនាំយើងក៏អញ្ចឹងដែរគុំបង្កើតហើយបោះបង់ចោលបង្កើតអីហើយក៏ទៅតែមើលថែរក្សាការពារយកចិត្តទុកដាក់ហើយបើបង្កើតចោលបង្កើតរឿងហើយអត់ដោះស្រាយរឿងទេដើម្បីភាពមហិច្ឆតាខ្លួនឯងដើម្បីខ្លួនឯងបានលៀបសការៈបានកិត្តិយសគេឈ្មោះទៅហើយអ្នកដោះស្រាយគឺអ្នកផ្សេងនេះគេហៅថារបៀបដឹកនាំដូចសត្វអណ្ដើកទី4ដឹកនាំរបៀបដូចសត្វជ្រូកស្គាល់ជ្រូកទេកូនជ្រូកគឺសំដៅដល់ភាពខ្ជិលច្រអូសរបៀបដឹកនាំរបៀបជ្រូកហ្នឹងគឺខ្ជិលណាអ៊ូកមកស្នូកហ្នឹងហើយដល់ពេលធំថត់ពេញសាច់ពេញរូបត្រូវកាប់ថ្ងៃការកូនកំមុំគេហ្នឹងគេកាប់បាត់អញ្ចឹងដូចគ្នារបៀបដឹកនាំបែបសត្វជ្រូកនេះគឺសំដៅដល់ភាពខ្ជិលច្រអូសរបស់ថ្នាក់ដឹកនាំគឺមិនយកចិត្តទុកដាក់ចំពោះការងារដែលកំពុងដឹកនាំមានន័យថាសុខតែខ្លួនឯងនឹងមិនផ្ដល់សេចក្តីសុខដល់អ្នកជុំវិញនេះខ្ញុំប្រកាសណាសូមចូលរួមចុងក្រោយតាក់ទងនឹងរបៀបដឹកនាំ4ប្រភេទរបស់អ្នកដឹកនាំ